สวัสดีបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងបន្តនៅមេរៀនថ្មីយើងចាប់ផ្ដើមណាចាប់ផ្ដើមនៅមេរៀនថ្មីនៃចំពោះ3 chapter 3 digraphs ដែលយើងសិក្សាអំពីជញ្ជាក់ផ្សំសំឡេងតែមួយអូខេអញ្ចឹងយើងចាប់ផ្ដើមនៅមេរៀនទី1ជញ្ជាក់ផ្សំរបស់យើងគឺអីគេគឺ ch មានសំឡេងឆណាតោះយើងអនុវត្តទាំងអស់គ្នា ch មានសំឡេងឆ AIO នេះគឺស្រៈ air ឆ air chair ឆ air chair ពាក្យទី2 ch មានសំឡេងឆពាក្យ2ហ្នឹងអក្សរ2សំឡេងតែមួយទេ ch មានសំឡេងឆ double o គឺស្រៈ o អូខេចឹងឆ u ឈូ se ស្មើនឹង s សំឡេងសចឹងឈូនឹងស choose មួយទៀត ch សំឡេងឆ a នេះគឺមាន e ស្រៈ a ឆ a ឆេពេលដែលយើងឃើញ nge នៅខាងចុងពាក្យណាអាហ្នឹងវាសលេងរបស់វាគឺងហើយងអូខេចឹងឆ a ឆេនិងង change ប៉ុន្តែយើងចេញចេះចុងក្រោយ change alright អូខេ ch សំឡេងឆអនុវត្តបន្ថែមក្នុងសភៅក្នុងវីដេអូយើងមានប៉ុណ្ណឹងយើងបន្តទៅ unit 2មេរៀនទី2 consonant ជញ្ជាក់ផ្សំសំឡេងតែមួយជាមួយនឹង ch ដដែលប៉ុន្តែ ch ទី2នេះគឺសំឡេងខម្ដងអូខេមានសំឡេងខតើអនុវត្តទាំងអស់គ្នា ch សំឡេងខ a គឺស្រៈ a ខ a ខ r a a r a r អញ្ចឹង care re c មានសំឡេងខ re និងខ rec អូខេ care rec t សំឡេងថ er គឺស្រៈ th អញ្ចឹង character ពាក្យទី2 ch មានសំឡេងឆ a នេះគឺស្រៈ a អញ្ចឹង ch មានសំឡេងខ a នេះគឺស្រៈ a ខ a k o គឺស្រៈអស os អញ្ចឹង chaos ទី2 a នេះមានសំឡេង a n n ar គឺស្រៈ a ណ ana n ch សំឡេងខ n ខ y ដើរតួជាស្រៈកន្លែងនេះគឺស្រៈ e ខ e k អញ្ចឹងគឺ an na k anarchy ហើយចាំមេរៀន ch របស់យើងដែលមានសំឡេងខមានតែប៉ុណ្ណឹងយើងបន្តទៅមេរៀនទី3ដែលយើងសិក្សាអំពី gh សំឡេងកអូខេ gh សំឡេងកតើអនុវត្តបងប្អូន gh សំឡេងក o កន្លែងនេះគឺស្រៈ o ជាទូទៅតើមាន e បាទនេះយើងនេះ o មែនទេប៉ុន្តែពេលខ្លះពាក្យមួយចំនួនយើងត្រូវចាំដែរក្បួនដែលខ្ញុំប្រាប់ហ្នឹងវាមិន 100% ទេហ្នឹងត្រូវចាំអញ្ចឹង gh សំឡេងក o គឺស្រៈ o go s សំឡេងស go និងស ghost សតមួយទៀតអញ្ចឹង ghost alright ពាក្យទី2 gh សំឡេងក a នេះគឺស្រៈ a g a ga n សំឡេងណ a នេះស្រៈ a និង ana អញ្ចឹង gana ពាក្យទី3 gh សំឡេងក e ស្រៈ e g e g អូខេ double t ដូចតែ t ដែរទេអញ្ចឹង t th o នេះ o អញ្ចឹង th o to ghetto alright វីដេអូទី1របស់យើង ch សំឡេងឆ ch សំឡេងខ និង gh សំឡេងកមានតែប៉ុណ្នេះយើងបន្តជួបគ្នានៅក្នុងវីដេអូក្រោយពាក់ព័ន្ធនឹងព្យាញ្ចនៈផ្សំសំឡេងតែមួយជម្រាបលាទាំងអស់គ្នា